ចឹងសម្រាប់មេអំបៅសនេះគឺវាគ្រោះថ្នាក់ជាងគេដោយសារប្រភេទនេះវាបំផ្លាញតាំងពីឫសរហូតដល់ចុងអញ្ចឹងពេលដែលវាពងហើយវាកើតជាតកៅហើយវាបំផ្លាញដោយបងឃើញរូបនៅដៃខ្ញុំនេះអញ្ចឹងស្រូវហ្នឹងគឺវាចាប់ដើមស្វិតពីគល់ដល់ចុងតែម្ដងអញ្ចឹងអាលក្ខណៈនេះមានវិជាកសិករខ្លះគាត់ច្រឡំថាវាជាពពួកប្រភេទ trip ថ្ងៃនេះខ្ញុំបាទនឹងនាំអារម្មណ៍បងប្អូនទៅជួបអ្នកជំនាញស្រែម្នាក់និយាយអំពីសត្វល្អិតដែលបំផ្លាញដំណាំស្រូវសាហាវបំផុតជាពិសេសគឺពពួកមេអំបៅសបាទដែលជាកសិករយើងរាល់ថ្ងៃនេះមានបញ្ហាដោយសារតែមេអំបៅសនេះចុះស៊ីស្រូវតាមខេត្តផ្សេងៗតាមតំបន់ផ្សេងៗច្រើនបាទជំរាបសួរបញ្ញាបាទសួរបងបាទដោយសារតែមើលឃើញទស្សនវិជ្ជាថាឥឡូវនេះមានប្រភេទមេអំបៅសបាទចុះច្រើននៅតាមតំបន់ផ្សេងៗទូទាំងប្រទេសចាប់ផ្ដើមមានមេអំបៅសចុះអញ្ចឹងខ្ញុំមកថ្ងៃនេះចង់សួរបញ្ញាជាអ្នកជំនាញពាក់ព័ន្ធនឹងមេអំបៅសទី1សូមសួរថាតើប្រភេទសត្វល្អិតអ្វីខ្លះដែលវាអាចបំផ្លាញដំណាំស្រូវបានបាទបងជំរាបសួរអញ្ចឹងថ្ងៃនេះដែរខ្ញុំជម្រាបប្រាប់បងប្អូនខ្លះអញ្ចឹងសម្រាប់ដំណាំស្រូវនេះវាមានកត្តាបំផ្លាញច្រើនប្រភេទច្រើនតាំងពីជំងឺតាំងពីសត្វល្អិតប៉ុន្តែថ្ងៃនេះយើងចង់បង្ហាញបងប្អូនទាំងអស់ពីបញ្ហាសត្វល្អិតទាក់ទងនឹងប្រភេទមេអំបៅសនេះលក្ខណៈបំផ្លាញរបស់វាគឺជំហានទី1គឺវាមកពងដាក់ទៅលើដំណាំស្រូវយើងអញ្ចឹងមេអំបៅសនេះភាគច្រើនវាពងនៅពេលយប់បងបាទហើយការធ្លាក់ពងរបស់វាចន្លោះពី1ថ្ងៃទៅ2ថ្ងៃអីគឺវាញាស់ហើយវាបែកទៅជាតកៅអញ្ចឹងពួកមេអំបៅវាមានប្រភេទផ្សេងគ្នាដែរបងវាមានប្រភេទពួកលឿងពួកតអញ្ចឹងណាបងអញ្ចឹងពងវាក៏វាកើតទៅជាតកៅផ្សេងគ្នាដែរអញ្ចឹងសម្រាប់មេអំបៅសនេះគឺវាគ្រោះថ្នាក់ជាងគេដោយសារប្រភេទនេះវាបំផ្លាញតាំងពីឫសរហូតដល់ចុងអញ្ចឹងពេលដែលវាពងហើយវាកើតជាតកៅហើយវាបំផ្លាញដោយបងឃើញរូបនៅដៃខ្ញុំនេះអញ្ចឹងស្រូវហ្នឹងគឺវាចាប់ដើមស្វិតពីគល់ដល់ចុងតែម្ដងអញ្ចឹងអាលក្ខណៈនេះមានវិជាកសិករខ្លះគាត់ច្រឡំថាវាជាពពួកប្រភេទ trip អញ្ចឹងសូមបញ្ជាក់បងចំណុចនេះដែរប្រភេទ trip វាក្រហមទៅចុងឯងបាទវាស៊ីហើយវាក្រហមទៅចុងតែប្រភេទតកៅនេះគេហៅប្រភេទតកៅស៊ីដើមស៊ីផ្លឹងនេះគឺវាស៊ីហើយមូងាប់ពីក្រោមឡើងលើតែម្ដងណាបងអញ្ចឹងអានេះគឺលក្ខណៈរបស់វាអញ្ចឹងសម្រាប់មេអំបៅសនេះវត្តជីវិតវា10ថ្ងៃបងអាយុកាលវាអញ្ចឹងវាទៅការពងក្នុងមួយមេវាពងបានពងចន្លោះពី3ទៅ400ពងអញ្ចឹងពេលដែលវាពងហើយគឺវាចាប់ដើមញាស់នៅក្នុងចន្លោះពីយប់ឬក៏2ថ្ងៃហ្នឹងគឺវាចាប់ដើមញាស់ទៅជាតកៅហើយបងបាទហើយសម្រាប់ទីតាំងដែលយើងឈរនេះវាកំពុងទៅញាស់ទៅជាប្រភេទតកៅដែលវាស៊ីនៅតាមប្រគៀបដើមបងអាហ្នឹងគេហៅតកៅស៊ីដើមហ្នឹងគឺវាទូទេតកៅហ្នឹងយើងមើលអត់ចង់ទាំងឃើញផងសម្រាប់លក្ខណៈមេអំបៅសនេះគឺវាបំផ្លាញបែបនេះឯងបងតាមស្ដាប់ប្រសាសន៍របស់លោកបញ្ញាមកគឺបានន័យថាមេអំបៅមួយចំនួនវាពង2ថ្ងៃឡើងវាញាស់ចេញទៅជាតកៅបាទញាស់ចេញជាតកៅចាប់ដើមស៊ីស៊ីហើយ10ថ្ងៃវាវិវត្តទៅជាមេអំបៅសវិញហើយវានឹងមកពងម្ដងទៀតបាទអញ្ចឹងគឺវាបំផ្លាញវិលជុំនៅហ្នឹងបងបាទឧទាហរណ៍ថាមេអំបៅមួយវងមានមួយចំនួនទូចតែដល់ពេលវាពងមួយបាន2ទៅ300ពងពេលដល់10ថ្ងៃឡើងបើយើងអត់បានមើលទេ10ថ្ងៃឡើងអាចទៅជារាប់ពាន់ពេលដែលវាចុះមកមួយសាទៀតគឺបានន័យថាវាស្រែបាទបងដីរាប់ម៉ឺនហិកតាគឺវាអាចបំផ្លាញក្នុងចន្លោះពីរយៈពេលទៅ10ថ្ងៃទៅកន្លះខែគឺវាអាចបំផ្លាញដំណាំស្រូវយើងបានណាបងអញ្ចឹងបាទអញ្ចឹងបានថាថ្ងៃនេះលោកបញ្ញាបានលើកឡើងអំពីបញ្ហាដែលទី1បញ្ហាមេអំបៅសបាទបងខុសពី trip បាទលោកបានបញ្ជាក់ហើយបាទទី2បញ្ញាបានផ្ដល់បានលើកឡើងហើយថាបញ្ហាមេអំបៅសនេះគឺជាបញ្ហាដែលគ្រោះថ្នាក់បំផុតដែលអាចបំផ្លាញបាទអានេះគ្រោះថ្នាក់លឿនបងដោយសារវាបំផ្លាញស្រូវយើងលឿនអញ្ចឹងការបំផ្លាញរបស់វាដូចខ្ញុំបានជំរាបបងអញ្ចឹងគឺចន្លោះតែ2ទៅ3ថ្ងៃហ្នឹងគឺវាអាចបំផ្លាញក្នុងស្រូវ1ហិកតាហ្នឹងគឺដូចបងឃើញរូបភាពហ្នឹងអញ្ចឹងគឺវាមើលទៅវាក្រហមសដើមពីក្រោមរហូតលើអញ្ចឹងណាបងឥឡូវនេះលោកបញ្ញាបានលើកឡើងអំពីបញ្ហាបាទពីលក្ខណៈទូទៅរបស់សត្វល្អិតហ្នឹងហើយកំតើលោកបញ្ញាចង់មានអីផ្ដាំទៅដល់វិជាកសិករយើងបាទជាចុងក្រោយនេះខ្ញុំសូមផ្ដាំទៅបងប្អូនវិជាកសិករថាសម្រាប់ការធ្វើដំណាំស្រូវនេះសំខាន់បំផុតជំហានដំបូងគឺការធ្វើទៅលើដីឲ្យបានស្មើស្អាតល្អដើម្បីឲ្យយើងងាយស្រួលក្នុងការគ្រប់គ្រងទឹកទី2ទៀតគឺយើងត្រូវតាមដានវាគ្រប់ជំហានតាក់ទងនឹងឥឡូវនេះកំពុងតែមានការបំផ្លាញពីពពួកប្រភេទមេអំបៅសហ្នឹង
ដែលបងប្អូនជាកសិករខ្លះគាត់ច្រឡំទៅទ្រីបហ្នឹងអញ្ចឹងបានអ្នកខ្លះគាត់ទៅទិញថ្នាំគាត់អត់ស្គាល់ច្បាស់ពីមេអំបៅសគាត់ទៅទិញថ្នាំពីអ្នកលក់មកគាត់ថាទ្រីបអញ្ចឹងដល់យកមកបាញ់គាត់បាញ់ទៅវាអត់មានផលអីទេអញ្ចឹងវាខាតបងលុយកាក់របស់គាត់អញ្ចឹងថ្ងៃនេះយើងចូលមកបញ្យល់អំពីមេអំបៅសហ្នឹងវាខុសពីទ្រីបអញ្ចឹងជំហានដែលយើងត្រូវធ្វើគឺតាមដានវាជាប់ពេលដែលវាមានម្រែកម្រួលត្រូវយើងចាប់ដើមសអីហើយគឺយើងចាប់ដើមរកថ្នាំដែលឲ្យវាត្រូវជាមួយនឹងអ្វីដែលវាកើតឡើងចំពោះដំណាំស្រូវយើងបងចំអញ្ចឹងជាចុងក្រោយគឺអត់មានអីទេគឺមានតែក្រៅពីការតាមដានហើយនឹងថែទាំឲ្យបានដិតដល់ប៉ុណ្ណឹងគឺយើងជោគជ័យបងសម្រាប់ដំណាំស្រូវបាទអរគុណបង